បើយោងទៅតាមសារព័ត៌មាន Reuters នៅថ្ងៃទី27 ខែ 4 ឆ្នាំ 2026 កូរ៉េខាងជើងបានគាំទ្ររុស្ស៊ីយ៉ាងពេញទំហឹងសម្ព័ន្ធយោធាថ្មីកំពុងតែធ្វើឲ្យពិភពលោកឡើងកម្ដៅពេលនេះព័ត៌មានក្តៅបំផុតពីពិភពលោកមេដឹកនាំកូរ៉េខាងជើងលោកគីមចុងអ៊ុនបានប្រកាសថាប្រទេសរបស់លោកនឹងបន្តគាំទ្រលោកពូទីននិងរុស្ស៊ីដោយមិនថយក្រោយឡើយតើនេះមានន័យអ្វីសម្រាប់សង្គ្រាមនិងពិភពលោកមកស្វែងយល់ទាំងអស់គ្នាតាមរបាយការណ៍សារព័ត៌មានរដ្ឋកូរ៉េខាងជើងបានចុះផ្សាយថាកូរ៉េខាងជើងនិងរុស្ស៊ីបានព្រមព្រៀងនឹងពង្រឹងសហប្រតិបត្តិការយោធានិងពង្រឹងទំនាក់ទំនងយុទ្ធសាស្ត្រនេះមិនត្រឹមតែប៉ុណ្ណោះមានរបាយការណ៍ថាកងទ័ពកូរ៉េខាងជើងអាចនឹងមកចូលរួមជាមួយនឹងរុស្ស៊ីនៅក្នុងសង្គ្រាមអ៊ុយក្រែននេះគឺជាជំហានធំមួយដែលអាចបំលែងទិសដៅសង្គ្រាមហេតុអ្វីបានជាកូរ៉េខាងជើងគាំទ្ររុស្ស៊ីមូលហេតុទី1សត្រូវរួមរបស់រុស្ស៊ីនិងកូរ៉េខាងជើងគឺសហរដ្ឋអាមេរិកទី2ផលប្រយោជន៍យោធាមូលហេតុទី2ផលប្រយោជន៍យោធាកូរ៉េខាងជើងអាចនឹងផ្ដល់អាវុធនិងទាហានរុស្ស៊ីអាចនឹងផ្ដល់បច្ចេកវិទ្យានិងជំនួសវិញមូលហេតុទី3សម្ព័ន្ធភាពថ្មីនេះអាចមិនមែនជាការសហប្រតិបត្តិការបណ្ដោះអាសន្ននោះទេប៉ុន្តែវាជាការកសាងនឹងសម្ព័ន្ធយោធាថ្មីបើសម្ព័ន្ធនេះកាន់តែខ្លាំងពិភពលោកអាចនឹងបែងចែកជាពីរភាគទី1រុស្ស៊ីបូកនឹងកូរ៉េខាងជើងភាគទី2អាមេរិកបូកនឹងអឺរ៉ុបស្ថានភាពអាចនឹងនាំទៅដល់ភាពតានតឹងខ្លាំងឡើងការប្រកួតប្រជែងយោធាហានិភ័យសង្គ្រាមធំជាងមុនមួយចំនួនអ្នកវិភាគព្រមានថាវាអាចនឹងចាប់ផ្ដើមនៃសង្គ្រាមត្រជាក់ថ្មីសំណួរធំតើលោកខាងលិចនឹងឆ្លើយតបយ៉ាងដូចម្ដេចសំណួរសួរថាតើលោកខាងលិចនឹងឆ្លើយតបយ៉ាងដូចម្ដេចតើសង្គ្រាមនៅអ៊ុយក្រែននឹងកាន់តែធ្ងន់ធ្ងរដែរឬទេបើយោងទៅតាមកូរ៉េខាងជើងបន្តផ្ញើទាហានឬក៏សពាវុធទៅឲ្យរុស្ស៊ីវាអាចនឹងធ្វើឲ្យស្ថានភាពកាន់តែគ្រោះថ្នាក់ខ្លាំងឡើងនិងពង្រីកសង្គ្រាមឲ្យធំឡើងពិភពលោកកំពុងតែផ្លាស់ប្ដូរសម្ព័ន្ធមិត្តថ្មីកំពុងតែកើនឡើងនេះភាពតានតឹងកំពុងតែកើនឡើងជារៀងរាល់ថ្ងៃតើអ្នកគិតយ៉ាងដូចម្ដេចសូមបញ្ចេញមតិ please comment below okay please comment below don't forget to like share and subscribe my YouTube channel please thank you